អង្គការពិភពលោកអ៊ីស្លាមសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ហៅកាត់ថា ISESCO សហការជាមួយអង្គការមូលនិធិអាស៊ានរៀបចំសន្និសីទពង្រឹងស្តង់ដារនៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជាចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85នៅថ្ងៃសុក្រទី24ខែកក្កដាឆ្នាំ2026អង្គការពិភពលោកអ៊ីស្លាមសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ ISESCO សហការជាមួយអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍបានរៀបចំសន្និសីទស្ដីពីដំណើរឆ្ពោះទៅរកប្រព័ន្ធអប់រំភាសាអារ៉ាប់ដែលមានគុណភាពខ្ពស់និងចីរភាពនៅកម្ពុជានៅការិយាល័យអង្គការអាស៊ានក្នុងខេត្តកំពតពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Rosman Sery ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍនិងឯកឧត្តមសេនសាប៊ីលអភិបាលរងនៃគណៈអភិបាលខេត្តកំពតដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំប្រធានអង្គការសមាគមអ្នកអប់រំគ្រូបង្រៀននិងតំណាងស្ថាប័នពាក់ព័ន្ធថ្លែងក្នុងពិធីបើកឯកឧត្តមបណ្ឌិត Rosman Sery បានឲ្យដឹងថាសន្និសីទនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពនិងស្តង់ដារនៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជាព្រមទាំងជំរុញការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននិងរៀបចំប្រព័ន្ធអប់រំឲ្យកាន់តែមានប្រសិទ្ធភាពស្របតាមស្តង់ដារអន្តរជាតិឯកឧត្តមក៏បានគូបញ្ជាក់ពីសារៈសំខាន់នៃការអប់រំភាសាអារ៉ាប់ក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹងសីលធម៌និងសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍និងសង្គមជាតិជាមួយគ្នានេះការបង្កើតស្តង់ដាររួមសម្រាប់ការបង្រៀននិងរៀនគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានានូវគុណភាពអប់រំនិងចីរភាពនាពេលអនាគតនៅក្នុងឱកាសនោះដែរឯកឧត្តមសេនសាប៊ីលអភិបាលរងនៃគណៈអភិបាលខេត្តកំពតបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងនិងបានវិតម្លៃខ្ពស់ចំពោះសន្និសីទនេះដោយចាត់ទុកថាជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ចែករំលែកចំណេះដឹងនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិនិងអន្តរជាតិក្នុងការអភិវឌ្ឍវិស័យអប់រំភាសាអារ៉ាប់នៅកម្ពុជាគួរបញ្ជាក់ថាអំឡុងពេលនៃសន្និសីទក៏មានការធ្វើបទបង្ហាញនិងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ពីសំណាក់អ្នកជំនាញជាតិនិងអន្តរជាតិលើប្រធានបទសំខាន់ៗដូចជាការអភិវឌ្ឍកម្មវិធីសិក្សាវិធីសាស្ត្របង្រៀនការវាយតម្លៃសមត្ថភាពគ្រូបង្រៀននិងការប្រើបច្ចេកវិទ្យាក្នុងការបង្រៀនភាសាអារ៉ាប់សន្និសីទនេះត្រូវបានរំពឹងថានឹងផ្ដល់នូវអនុសាសន៍និងទិសដៅថ្មីៗដើម្បីពង្រឹងគុណភាពនៃការបង្រៀននិងជំរុញការកសាងប្រព័ន្ធអប់រំប្រកបដោយចីរភាពសម្រាប់ជាប្រយោជន៍ដល់យុវជននិងសហគមន៍មូស្លីមនៅកម្ពុជា